សម្រាប់អ្នកដែលរស់នៅក្នុងអាណាចក្រម៉ូរីយ៉ានគឺបានគិតថាព្រះអង្គតូចត្រូវបានបាត់ខ្លួនក៏ប៉ុន្តែការពិតគេត្រូវបានចាប់ខ្លួនយកទៅក្នុងអាណាចក្រអាប៊ីសហើយនេះហើយគឺជាជីវិតចុងក្រោយរបស់អេរីយុសទី2ចំណែកឯឌីរ៉តក៏ត្រូវបានចាប់កំណើតឡើងនៅក្នុងអាណាចក្រអាប៊ីសក្មេងតូចអេរីយុសទី2មិនត្រូវបានចិញ្ចឹមដោយក្តីស្រឡាញ់ឡើយគេត្រូវបានចិញ្ចឹមដោយកំហឹងការស្អប់និងអំណាចនៃភាពងងឹតហើយអ្នកដែលចិញ្ចឹមគេបែបនេះនោះគឺជាអាលីសមិនបានសម្លាប់អេរីយុសទី2ទេនឹងបានធ្វើអ្វីដែលអាក្រក់ជាងការសម្លាប់ទៅទៀតគឺជាការបំផ្លាញអត្តសញ្ញាណដើមរបស់អេរីយុសទី2និងបានលៀងខួរក្បាលរបស់គេថាពិភពលោកពោរពេញទៅដោយការក្បត់ភាពទន់ខ្សោយគឺគ្មានតម្លៃអំណាចគឺជារឿងដែលមួយគត់ដែលអាចការពារខ្លួនរបស់គេបានមនុស្សគ្រប់គ្នានឹងបោះបង់គេចោលនៅថ្ងៃណាមួយនៅពេលដែលអេរីយុសទី2ធំឡើងធម្មពលរបស់អាប៊ីបានរីកសុសសាយពោពេញរាងកាយរបស់គេខ្លួនប្រាណរបស់គេក៏បានផ្លាស់ប្ដូរស្នេហ៍មេសាយក៏បានលេចឡើងភ្នែករបស់គេពោពេញទៅដោយកំហឹងហើយធម្មពលនៃភាពងងឹតក៏បានជ្រាបពេញរាងកាយរបស់គេជាចុងក្រោយគេបានចាប់ផ្ដើមជឿថាភាពងងឹតគឺជាផ្ទះរបស់ខ្លួន The Abyss is home to me ហើយគេក៏មិនមែនជាព្រះរាជបុត្ររបស់អាណាចក្រម៉ូរីយ៉ានទៀតឡើយគេចាប់ផ្ដើមក្លាយទៅជា D-Rod Prince of the Abyss D-Rod គឺជាអាវុធដ៏គ្រោះថ្នាក់របស់ Abyss គេមានកម្លាំងប្រយុទ្ធដ៏ឃោរឃៅនិងមិនខ្លាចការស្លាប់ឡើយសម្រាប់គេសង្គ្រាមគឺជាវិធីដែលអាចបង្ហាញអំណាចហើយអំណាចគឺជាការពិតនៃការរស់នៅអូខេសាច់រឿងរបស់ D-Rod ក៏បានបញ្ចប់ហើយនៅក្នុងចម្លើយចិត្តរបស់ D-Rod ក៏ប្រហែលជានៅមានផ្នែកតូចនៃអេរីយុសទី2នៅរស់នៅក្នុងនោះក៏ប៉ុន្តែសំណួរសួរថាតើពលិដ៏តូចមួយនោះអាចយកឈ្នះភាពងងឹតដ៏ធំធេងពោពេញនៅក្នុងរាងកាយរបស់គេបានដែរទេ